Nơi khung phùm đợt tội mũi đã thắt nơi chộp trường phnom miền khmei srei đợt sốt em nè đã nè miền mùa thá son nị tả phùm nốt ngọc ngán đã ai lư sầm lên cho lờ sát tam bài bờ lùi nè nía nâng khăn cỏ ộp cà prấy để rít sụt kế nè khung rợt đầu sạc son nị tá chỉ khmei srei để miền chật bò để sắt để cho chất ông coi an siệp hớ nơi cao mà lục đàm chồng pa đặt thùng muối nơi trong cần đàn phùm nụ chi vật ở bọn niếng cứ sầm mạnh khăn mền tén rồi hốt tạo đò này muối còn miên nơi mình pro nét ban phơ đầm ná mà đò phùm nụ ra đây cứ chỉ khmei pro đại mò bị tì krống hai con cứ chỉ còn sai thay nét thơ chi vật cả đã trở ban ở bộ mặt đài nâng ái nhờ mà sạ nơi chỉ mùi nâng dê rồi bà cót nơi khung phùm nị đam bay nâng phiệt luôn bị phiệt bọc bó này tì krống nâng svang rốc nơi son tệ phiệt ra đi mẹ rụp riêng sát miền khuôn phầnប្រសពក៏ប៉ុន្តែគាត់មានចិត្តអាត្មានិយមនិងមិនចូលចិត្តភូមិស្រុកដែលគ្មានអ៊ីនធឺណិតល្បឿនលឿននោះទេនៅក្នុងថ្ងៃមួយនៅក្នុងពេលដែលរ៉ាឌីកំពុងតែដើរលេងនៅលើភ្នំគាត់ក៏បានឃើញនីតាកំពុងតែអង្គុយអានសៀវភៅនៅក្រោមដើមចម្ប៉ាដដែលទង្វើរបស់នាងដែលអណ្ដែតទៅរកពិភពល្ខោននៅស្នាមញញឹមដ៏ស្រទន់របស់នាងបានធ្វើឲ្យរ៉ាឌីនឹងឯងឈរសម្លឹងមើលដោយមិនដឹងខ្លួនគាត់មិនធ្លាប់ឃើញក្មេងស្រីណាដែលមានក្តីសុខនិងស្នាមញញឹមដ៏ស្រទន់ដោយសារតែភាពសាមញ្ញបែបនេះនោះទេនៅក្នុងខណៈពេលនោះរ៉ាឌីក៏បានសួរទៅកាន់នីតាដោយសំឡេងខ្សែថាតើសៀវភៅអ្វីដែលនាងកំពុងអានពេលនោះឯងនីតាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែរ៉ាឌីមកស្ងាត់ក៏ប៉ុន្តែបន្ទាប់មកនាងក៏ញញឹមហើយក៏បានឆ្លើយថារឿងព្រេងខ្មែរតើអ្នកចង់អានជាមួយនឹងខ្ញុំទេចាប់តាំងពីថ្ងៃនោះមករ៉ាឌីក៏ចាប់ផ្ដើមមកជួបនឹងនីតាជារៀងរាល់ថ្ងៃពួកគេអង្គុយជាមួយគ្នានិយាយគ្នាអំពីរឿងរ៉ាវផ្សេងពីសុបិននិងការស្រមៃជាដើមរ៉ាឌីក៏បានបកប្រានពិភពល្ខោននៃក្រុងធំមកឲ្យនីតាស្ដាប់រីឯនីតាវិញក៏បានបង្ហាញឲ្យរ៉ាឌីឃើញនៅសុភមង្គលនៃជីវិតដ៏សាមញ្ញដូចជាការទស្សនានៅព្រះអាទិត្យអាប់នៅក្នុងពេលល្ងាចឬក៏ការឮសំឡេងសត្វព្រៃពីចម្ងាយដ៏ពីរោះរដូវវស្សាចូលមកដល់ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងថ្ងៃមួយពួកគេទាំងពីរត្រូវភ្លៀងចាប់នៅក្រោមដើមឈើដ៏ធំមួយដោយសារតែខ្លាចរន្ទះរ៉ាឌីក៏ដកដៃចាប់ដៃនីតាយកទៅច្រកនៅក្រោមផ្ទះយាយរបស់គាត់ដែលនៅក្បែរនោះដៃទាំងពីរដែលចាប់គ្នាយ៉ាងណែននៅក្នុងពេលនោះវាហាក់បីដូចជាប្រាប់អំពីអារម្មណ៍ដែលកំពុងតែកើតឡើងនៅក្នុងចិត្តរបស់ពួកគេនៅក្នុងខណៈពេលនោះឯងរ៉ាឌីក៏និយាយដោយសំឡេងញញថានីតាខ្ញុំនិយាយមិនតាន់ចប់ផងនីតាក៏បានឆ្លើយតបភ្លាមដោយមុខក្រហមពោពេញទៅដោយសេចក្តីអៀនថាខ្ញុំដឹងហើយចិត្តខ្ញុំក៏ដូចនោះដែរសេចក្តីស្រឡាញ់របស់ពួកគេក៏បានកើតឡើងដូចជាភ្លៀងរដូវដំបូងធម្មជាតិនឹងពេញទៅដោយការសង្ឃឹមរ៉ាឌីផ្លាស់ប្ដូរគាត់ចាប់ផ្ដើមឃើញភូមិនេះដោយភ្នែកថ្មីរបស់គាត់ភាពស្ងប់ស្ងាត់ដែលធ្លាប់ធ្វើឲ្យគាត់នឹងឯងមានអារម្មណ៍ដែលថាធុញទ្រាន់តែនៅក្នុងពេលឥឡូវនេះវិញវាហាក់បីដូចជាភ្លេងដ៏ពីរោះមួយបទក៏ប៉ុន្តែនៅក្នុងសុបិនមិនអាចនៅជាប់បានគ្រប់ពេលនោះទេនៅចុងរដូវវស្សារ៉ាឌីនឹងឯងត្រូវតែត្រឡប់ទៅទីក្រុងភ្នំពេញវិញឪពុករបស់គាត់មានបញ្ហាសុខភាពហើយការងារអាជីវកម្មនឹងឯងក៏ត្រូវតែប្រគល់មកឲ្យគាត់ទទួលខុសត្រូវរ៉ាឌីសន្យាថានឹងមកជួបនឹងនីតាជារៀងរាល់សប្តាហ៍ក៏ប៉ុន្តែពួកគេទាំងពីរបានដឹងថាចម្ងាយពីភូមិនេះទៅទីក្រុងមិនមែនជារឿងងាយនោះទេបើសិនជាចង់ទៅចង់មកនោះការបែកបាក់គឺឈឺចាប់
នៅក្នុងពេលនោះនីតាក៏បានឈរស្រក់ទឹកភ្នែកមើលឡានរបស់រ៉ាឌីបានចាត់ចែងទៅក្នុងវងធូលីចិត្តរបស់នាងឈឺយ៉ាងខ្លាំងបេះដូងរបស់នាងខ្ទេចខ្ទាំក្រំគ្រីដោយសារតែព្រាត់ពីមនុស្សដែលខ្លួនស្រឡាញ់ជាធម្មតានោះទេអ្នកទាំងអស់គ្នានៅពេលដែលយើងមានចិត្តស្រឡាញ់ទៅកាន់បុគ្គលណាម្នាក់ឬក៏ថាយើងស្រឡាញ់ទៅកាន់វត្ថុអ្វីមួយនៅពេលដែលវត្ថុឬក៏អ្នកដែលយើងស្រឡាញ់នោះមិននៅក្បែរយើងដោយកាលពីមុនទៀតវាតែងតែធ្វើឲ្យយើងនឹងឯងមានអារម្មណ៍មួយដែលថាសោកស្ដាយនឹកអាឡោះអាល័យមិនចង់ឲ្យព្រាត់ឬក៏ថាមិនចង់ឲ្យបែកពីខ្លួននោះទេមនុស្សដែលស្រឡាញ់គ្នាគឺវាបែបនេះឯងនៅពេលដែលភាគីមកខាងទៀតទៅឆ្ងាយគឺវាប្រៀបបីដូចជាគេយកកាំបិតនឹងឯងយកមកចាក់នឹងបេះដូងរបស់យើងអញ្ចឹងអញ្ចឹងខ្ញុំជឿថារឿងនេះគឺកាត់ឡើងសឹងទៅថា 90% ទៅហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងរឿងស្នេហាតែម្ដងប្រសិនជាយើងមានចិត្តស្រឡាញ់ទៅកាន់បុគ្គលណាម្នាក់ដែលខ្លាំងអញ្ចឹងទៅគឺយើងអត់ចង់បាត់បង់បុគ្គលម្នាក់នឹងទេយើងតែងតែចង់បានគេនឹងឯងមកនៅជាមួយនឹងខ្លួនរបស់យើងជានិច្ចមិនថាថ្ងៃរឿងមួយក៏យប់នោះនៅពេលដែលយើងបាននៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់វាធ្វើឲ្យយើងនឹងឯងមានអារម្មណ៍ថាសប្បាយចិត្តវាធ្វើឲ្យយើងនឹងឯងមានអារម្មណ៍ថាកក់ក្ដៅនៅក្នុងចិត្តអញ្ចឹងឬក៏ថានៅពេលដែលយើងបាននៅវត្ថុអ្វីមួយដែលយើងស្រឡាញ់ដែលយើងពងចង់បានជាយូរមកហើយនៅពេលដែលយើងបានមកវាធ្វើឲ្យយើងនឹងឯងមានអារម្មណ៍ថាសប្បាយចិត្តពោពេញទៅដោយក្តីរំភើបអញ្ចឹងអញ្ចឹងនៅក្នុងពេលហ្នឹងបេះដូងរបស់នីតានឹងឯងនាងឈឺចាប់យ៉ាងខ្លាំងប្រៀបបីដូចជាគេនឹងឯងយកកាំបិតយកមកឆូតនឹងបេះដូងរបស់នាងដែរក៏ប៉ុន្តែនាងមិនដឹងថាត្រូវនិយាយបែបម៉េចដើម្បីហាមឃាត់ទៅកាន់គូសង្សារព្រោះថាគឺជាកាតព្វកិច្ចដែលនាងមិនអាចនឹងចំទាស់បាននោះទេមិនមែនថានាងមិនចង់ខត់ទេនាងចង់ខត់ក៏ប៉ុន្តែមិនដឹងថារកពាក្យអ្វីយកមកនិយាយឲ្យបានសមគួរអញ្ចឹងក៏ប៉ុន្តែនៅក្នុងពេលហ្នឹងរ៉ាឌីនឹងឯងគាត់ក៏បានសន្យាជាមួយនឹងនីតាផងដែរដើម្បីឲ្យនាងស្ងប់ចិត្តអញ្ចឹងតែថាគាត់នឹងឯងនឹងត្រឡប់មកសួរសុខទុក្ខឬក៏ថាមកលេងជាមួយនឹងនីតានឹងឯងជារៀងរាល់សប្តាហ៍ក៏ប៉ុន្តែការសន្យាវាបានត្រឹមតែសន្យានឹងឯងដែលរ៉ាឌីនឹងឯងគឺគាត់មិនបានធ្វើដល់អ្វីដែលគាត់បានសន្យាជាមួយនឹងនីតានោះទេហើយនេះហើយធ្វើឲ្យនីតានឹងឯងកាន់តែឈឺចាប់ខ្លាំងថែមទៅទៀតអញ្ចឹងមួយឆ្នាំក្រោយមករ៉ាឌីនឹងឯងក៏ត្រូវបានជាប់ជំពាក់នៅក្នុងភាពវឹកវរនៃជីវិតទីក្រុងនឹងការទទួលខុសត្រូវដ៏ធ្ងន់ធ្ងររបស់ឪពុកម្ដាយគាត់ដោយសារតែនៅក្នុងពេលហ្នឹងឪពុកម្ដាយរបស់រ៉ាឌីនឹងឯងគាត់មាននៅជំងឺធ្ងន់ធ្ងរខ្លាំងមែនទែនដែលគាត់អត់អាចបន្តនៅអាជីវកម្មរបស់គាត់បានទៀតនោះទេអញ្ចឹងការងារទាំងអស់នឹងឯងគឺគាត់ត្រូវប្រគល់ទៅឲ្យរ៉ាឌីដែលជាកូនប្រុសរបស់គាត់នឹងឯងជាអ្នករ៉ាប់រងអញ្ចឹងអញ្ចឹងការសន្យាថានឹងមកជួបជាមួយនឹងនីតាដែលជាគូសង្សារនឹងឯងក៏ត្រូវបានពន្យាពេលឥតលះហើយការហៅទូរស័ព្ទនឹងឯងក៏កាន់តែមានកម្រិតបានន័យថាវាកាន់តែតិចជាងមុនអញ្ចឹងណាហ្នឹងឯងអញ្ចឹងរ៉ាឌីគាត់ក៏បានផ្លាស់ប្ដូរគាត់ក្លាយជាមនុស្សថ្មីដែលនីតានឹងឯងពិបាកនៅក្នុងការស្គាល់រីឯនីតាវិញនាងរស់នៅក្នុងការរងចាំរាល់ពេលល្ងាចនាងតែងតែអង្គុយនៅក្រោមដើមចម្ប៉ាដដែលដោយសង្ឃឹមថានឹងឃើញរ៉ាឌីមកតាមផ្លូវនោះម្ដងទៀតក្តីសង្ឃឹមរបស់នាងរីករាយដូចជាផ្ការីកក៏ប៉ុន្តែក៏រយរាយដូចជាផ្កាដែលរលាយផងដែរនៅពេលដែលរ៉ាឌីត្រឡប់មកដល់ភូមិនោះម្ដងទៀតវាគឺនៅក្នុងរដូវវស្សាត្រឹមតែមួយឆ្នាំក្រោយមកទៀតគាត់មកដោយសារតែយាយរបស់គាត់នឹងឯងមាននៅជំងឺឈឺធ្ងន់ខ្លាំងមែនទេក៏ប៉ុន្តែអ្វីដែលគាត់ឃើញដំបូងគឺនីតាដែលកំពុងអង្គុយនៅក្រោមដើមឈើដដែល
ដោយមុខមានសង្ឃឹមហាក់បីដូចជាសប្បាយនៅក្នុងចិត្តក៏ប៉ុន្តែភ្នែករបស់នាងវិញគឺពោពេញតែដោយការឈឺចាប់ដែលបានលាក់ទុកនៅក្នុងចិត្តរបស់នាងឬប្រៀបបីដូចជាមាននរណាម្នាក់ដែលគេមកវេដំច្រំធាក់នៅផ្លូវចិត្តរបស់នាងចឹងអញ្ចឹងនៅក្នុងពេលនោះរ៉ាឌីនឹងឯងក៏បាននិយាយដោយសំឡេងដ៏ទន់ភ្លន់ទៅកាន់នីតាថានីតាខ្ញុំសុំទោសនីតាក៏ញញឹមក៏ប៉ុន្តែមិនមែនញញឹមសប្បាយចិត្តដោយកាលពីមុននោះទេហើយនាងក៏បានឆ្លើយតបទៅកាន់រ៉ាឌីថាមិនបាច់សុំទោសទេខ្ញុំដឹងថាអ្នកមានការរវល់ច្រើនរ៉ាឌីក៏បានរំលឹកឡើងវិញនៅអារម្មណ៍ស្នេហាដ៏បរិសុទ្ធនិងសុភមង្គលសាមញ្ញដែលគាត់បានភ្លេចនៅក្នុងក្រុមគាត់បានដឹងថាទ្រព្យសម្បត្តិនិងអំណាចมันអាចនាំមកនៅសុភមង្គលដែលគាត់មានជាមួយនឹងនីតាបាននោះឡើយនៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់គាត់មុនពេលដែលគាត់ត្រឡប់ទៅទីក្រុងវិញរ៉ាឌីក៏បានឈរនៅចំពោះមុខនីតាហើយគាត់ក៏ផ្ដាំថានីតាខ្ញុំនឹងត្រឡប់មកវិញមិនមែនជាអ្នកភ្ញៀវទេប៉ុន្តែជាអ្នកដែលនឹងមកនៅជាមួយនាងជាអមតៈសូមឲ្យនាងរងចាំខ្ញុំម្ដងទៀតនីតាបែរមកមើលភ្នែករបស់រ៉ាឌីហើយនាងឃើញការតាំងចិត្តពិតប្រាកដនៅក្នុងនោះនាងក៏ដាក់ដៃនៅលើដៃរបស់គាត់ហើយក៏និយាយថាខ្ញុំនឹងរងចាំអ្នកជានិច្ចអ្នកទាំងអស់គ្នារឿងនេះបញ្ជាក់អំពីភាពសុខសាន្តនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងការតស៊ូវាបង្ហាញថាទោះបីជាជីវិតនឹងធ្វើឲ្យយើងបែកបាក់យ៉ាងណាក៏ដោយក៏បើមានសេចក្តីស្រឡាញ់ពិតនិងការតាំងចិត្តដ៏ខ្លាំងក្លាវានឹងនាំឲ្យយើងនឹងឯងជួបជុំគ្នាវិញជាមិនខានភ្លៀងរដូវដំបូងតែងតែត្រឡប់មកដល់វិញជារៀងរាល់ឆ្នាំដូចជាសេចក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់ដែលមិនអាចរលត់បានដែរអ្នកទាំងអស់គ្នានៅក្នុងរឿងនេះចង់បានន័យថាសេចក្តីស្រឡាញ់ប្រសិនជាយើងមានឲ្យគ្នាពិតប្រាកដទៅវិញទៅមកជាសេចក្តីស្រឡាញ់ចេញពីចិត្តចេញពីក្រអៅនៃបេះដូងទោះបីជាយើងនៅឆ្ងាយដូចជើងមេឃពីគ្នាក៏ដោយក៏យើងអត់អាចក្បត់គ្នាឬក៏លួចមានអ្នកថ្មីបាននោះដែរតែប្រសិនជាយើងអត់ស្រឡាញ់គ្នាចេញពីចិត្តអត់មានចិត្តស្មោះឲ្យគ្នាទៅវិញទៅមកអត់ទុកចិត្តគ្នាជាដើមទោះបីជាយើងនៅជាមួយគ្នាត្រឹមតែ1ម៉ែត្រឬក៏ថា1គីឡូដីពីគ្នាក៏ដោយក៏នៅតែអាចក្បត់គ្នាបានដែរអញ្ចឹងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនេះគឺវាពិតជាសំខាន់ឲ្យតែថាយើងមានចិត្តស្ម័គ្រស្មោះឲ្យគ្នាទៅវិញទៅមកយើងជឿជាក់លើគ្នាទៅវិញទៅមករៀនកាយលំអគ្នានៅចំណុចដែលខ្វះខាតនៅចំណុចដែលមិនល្អធម្មតាមនុស្សយើងម្នាក់គ្មានអ្នកណាដែលល្អគ្រប់10នោះទេហើយមនុស្សយើងម្នាក់តែងតែមានចំណុចដែលល្អនិងចំណុចដែលមិនល្អរៀងខ្លួនមិនថាខ្ញុំឬក៏អ្នកទាំងអស់គ្នានោះទេគឺតែងតែមានចំណុចទាំងនេះហេតុនេះហើយយើងគួរតែចេះកាយលំអគ្នាទៅវិញទៅមកទទួលយកនៅចំណុចដែលមិនល្អរបស់គ្នាទៅវិញទៅមកទើបយើងអាចដើរនៅក្នុងផ្លូវនៃគោលជីវិតមួយនេះបានតែប្រសិនជាយើងយល់តែពីខ្លួនឯងឬក៏ថាយើងអត់មានចិត្តស្មោះសេចក្តីស្រឡាញ់ពិតប្រាកដទៅឲ្យដៃគូមកខាងទៀតនោះទេប្រកបណាស់នឹងមានថ្ងៃមួយដែលបែកគ្នាមិនអាចនឹងផ្សះផ្សាបានដូចទេអ្នកទាំងអស់គ្នាអាចមើលគំរូតាក់ទងជាមួយនឹងរ៉ាឌីនិងនីតាបានថ្មីត្បិតថាពួកគេបែកគ្នានៅក្នុងរយៈពេល1ឆ្នាំក៏ពិតមែនដែលនៅឆ្ងាយពីគ្នាខ្លាំងមែនទេម្នាក់នៅឯទីក្រុងជនបទនៅឯភូមិដែលដាច់ស្រយាលឯនេះរីឯម្នាក់ទៀតគឺនៅឯទីក្រុងឯនោះអញ្ចឹងពួកគេនៅតែមានចិត្តស្មោះឲ្យគ្នាទៅវិញទៅមក
នេះគឺជាមូលហេតុមួយដែលអ្នកទាំងអស់គ្នាគួរតែយកគំរូតាមប្រសិនជាយើងស្រឡាញ់បុគ្គលណាម្នាក់មិនថាប្រុសឬមួយក៏ស្រីទេណានឹងឲ្យតែជាសេចក្តីស្នេហាយើងត្រូវយកបេះដូងយកចិត្តទៅស្រឡាញ់គ្នាយើងកុំស្រឡាញ់គ្នាដើម្បីតែខ្ញុំសូមនិយាយពាក្យមួយឲ្យចំបំពេញនៅកាមតណ្ហានេះគឺមិនល្អនោះឡើយប្រសិនជាយើងមានការស្រឡាញ់បែបនេះវាអាចនឹងមានថ្ងៃប្រេះស្រាំនៅក្នុងថ្ងៃណាមួយព្រោះថានៅពេលដែលយើងចាប់ផ្ដើមនៃការស្រឡាញ់គឺយើងអត់បានយកបេះដូងឬក៏យកចិត្តស្មោះទៅស្រឡាញ់គ្នាទៅវិញទៅមកទេគឺយើងស្រឡាញ់ដោយសារតែឃើញរូបស្អាតហើយនេះហើយធ្វើឲ្យអារម្មណ៍របស់យើងនឹងឯងវាពុះកញ្ជ្រោលតែប្រសិនជាយើងចង់ស្រឡាញ់គ្នាឲ្យបានយូរអង្វែងយើងគួរតែយកបេះដូងយកចិត្តរបស់យើងយកទៅស្រឡាញ់ទទួលយកទាំងល្អនិងអាក្រក់របស់គេដោយដែលខ្ញុំបាននិយាយអំបញ្ញមិញថាមនុស្សយើងម្នាក់គឺតែងតែមានចំណុចដែលល្អនិងមិនល្អមិនថាខ្ញុំឬមួយក៏អ្នកទាំងអស់គ្នានោះទេហេតុនេះបើយើងស្រឡាញ់គ្នាយើងត្រូវតែចេះកាយលម្អគ្នាទៅវិញទៅមកប្រសិនជាយើងចង់យកគ្នាជាគូអនាគតយើងចង់សាងនៅផ្លូវជីវិតមួយនេះជាមួយនឹងគ្នាយើងត្រូវតែយកបេះដូងយកចិត្តស្មោះទៅស្រឡាញ់គ្នាព្រមទទួលយកចំណុចដែលមិនល្អដែលខ្លួនហើយនឹងភាគីម្ខាងទៀតនេះកុំគិតថាយើងល្អឥតខ្ចោះហើយភាគីម្ខាងទៀតដឹងតែពីខុសអញ្ចឹងទៅអាហ្នឹងគឺវាមិនកើតទេសេចក្តីស្រឡាញ់ឬក៏ស្នេហាមួយហ្នឹងគឺវាមិនអាចដើរទៅមុខបាននោះទេមិនថាគូសង្សារឬមួយក៏ប្តីប្រពន្ធនោះទេគឺយើងត្រូវតែមានចិត្តស្មោះឲ្យគ្នាទៅវិញទៅមកកុំមានចិត្តងាករេឲ្យសោះ